សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតថ្ងៃនេះសុវណ្ណ PM យើងបាត់មុខមួយរយៈដោយសារតែមានបញ្ហាបន្តិចបន្តួចក៏ដូចជាខ្ជិលផងដែរបងប្អូនឥឡូវយើងបានវិលត្រឡប់មកវិញហើយថ្ងៃនេះសាច់រឿងថ្មីរបស់យើងគឺមានចំណងជើងថាខ្មោចគត់ឆ្នាំបាទនៅពេលវេលាយប់មួយមានអ្នកក្មេងប្រុសម្នាក់ដែលមានវ័យប្រហែលជា20ឆ្នាំពេកមើលទូរស័ព្ទសុកហ្នឹងក៏បានចេញមកក្រៅនឹងទាញម៉ូតូជិះអញ្ចឹងណាបងប្អូនបាទជិះមកក្រៅផ្ទះបាត់មកហើយម៉ែឪហៅក៏អត់បានស្ដាប់អត់បានងាកអីដែរគិតតែជំនះជិះមកប្រយគឺដោយសារតែរំភើបចិត្តសប្បាយចិត្តបានស្រីស្នេហ៍ហៅមកជួបអីអញ្ចឹងណាបងប្អូនបាទហើយយើងសូមដាក់ឈ្មោះឲ្យទូអង្គហ្នឹងគឺដាក់ឈ្មោះសីហាចោះបាទតែសារគឺកូនហ្នឹងគឺរឿងគឺហាដែរអញ្ចឹងណាបាទមាត់លយដែរអញ្ចឹងហើយដល់ពេលអញ្ចឹងក៏ស្រាប់តែជិះមកក្រៅរឿងឆ្ងាយពីផ្ទះក៏ដល់ព្រៃស្ងាត់មួយអញ្ចឹងណាបងប្អូនបាទដល់ទៅពេលមកដល់ម្ដុំហ្នឹងគឺខ្យល់បក់វិចវូអញ្ចឹងទៅមានសំឡេងសត្វយំសំឡេងសត្វស្រែកអញ្ចឹងណាបងប្អូនបាទហើយធ្វើឲ្យបរោះហ្នឹងគឺចាប់ផ្ដើមអត់ស្រួលក្នុងចិត្តទេតែក៏អត់ថ្មីដែរដោយសារតែឡើយតែរំភើបជាមួយនឹងការទៅជួបស្រីស្នេហ៍អញ្ចឹងណាបងប្អូនបាទក៏គិតតែមូលទៅវូអញ្ចឹងទៅហើយក៏ដល់ពេលដល់ផ្លូវមួយហ្នឹងគឺមានដើមឈើក្របផ្លូវវាធ្វើឲ្យល្ងិតអញ្ចឹងណាបងប្អូនបាទធ្វើឲ្យល្ងិតទៅល្ងិតចំកណ្ដាលផ្លូវហ្នឹងដោយសារតែមែកឈើដុះក្របផ្លូវអស់អញ្ចឹងទៅណាបាទហើយពេលនោះដែរហ្នឹងក៏បរោះម្នាក់ហ្នឹងមូលម៉ូតូខ្លាំងមែនតើដល់ទៅពេលមូលខ្លាំងទៅក៏ស្រាប់តែឮសំឡេងស្រែកកាន់តែខ្លាំងហើយបរោះម្នាក់ហ្នឹងក៏បានងាកមកក្រោយទៅបងប្អូនគឺបានឃើញស្រមោលសបាទដូចជាមនុស្សស្រីនិងមនុស្សប្រុសអញ្ចឹងណាបាទគឺបានឈរសម្លក់ទៅគេហើយបានបកដៃហៅគេហ្នឹងឲ្យឈប់ជិះម៉ូតូសូមជិះម៉ូតូផងជិះម៉ូតូទៅចុងភូមិអីអញ្ចឹងណាបាទហើយបរិមម្នាក់ហ្នឹងដឹងច្បាស់ក្នុងចិត្តតែម្ដងថាមិនមែនជាមនុស្សទេអញ្ចឹងក៏មូលម៉ូតូលឿនណាស់បងប្អូនមូលលឿនដល់គ្រប់គ្រងស្មារតីលែងជាប់ក៏ធ្វើបណ្ដាលឲ្យមូលហ្នឹងបានទៅបុកជាមួយនឹងដើមឈើនៅពីមុខអញ្ចឹងណាបងប្អូនបាទធ្វើឲ្យបាក់កស្លាប់ទៅហើយក៏ព្រឹកឡើងក៏ម៉ែឪចេះតែចាំមើលរហូតអត់ឃើញកូនឃើញអីមកវិញអញ្ចឹងណាហើយចម្លែកដែរតែសារតែកូនមិនដែលបានចេញមិនដែលអីទេពេលយប់ឡើងអីចឹងទៅតែសារតែកូននៅវ័យសិក្សានៅរៀនអញ្ចឹងណាបងប្អូនបាទហើយអាយុទៅតែ20ឆ្នាំស្រាប់តែឃើញព័ត៌មានអ្នកភូមិអ្នកអីហ្នឹងទៅបានមកប្រាប់មកអីដល់ម៉ែឪទៅបានម៉ែឪក៏ទឹកភ្នែកទៅយកកូនមកធ្វើបុណ្យចឹងទៅបងប្អូនបាទនឹងមួយជាករណីដែលចាស់និយាយអត់ស្ដាប់ថាវ័យ20ឆ្នាំគឺជាដែលគត់ចឹងណាបាទគឺជាអាយុមួយដែលគត់ឆ្នាំចាស់ឡើងនិយាយហ្នឹងគេមិនសូវឲ្យចេញក្រៅទេដោយសារតែមានពួកអមនុស្សអីចឹងទៅតាមមកលងបន្លាចមិនដឹងអីមិនដឹងហើយយើងមិនសូវយល់ដែរចឹងណាបងប្អូនបាទដោយសារយើងមិនសូវដឹងពីស៊ីជម្រៅនឹងខ្លាំងដែរហើយក៏បន្តមកទៀតហ្នឹងបាទខាងសង្សារខាងស្រីហ្នឹងគឺសង្សារខាងសង្សារម្នាក់ស្រីហ្នឹងគឺបានដឹងដំណឹងដឹងអីចឹងទៅបាទគឺបានមកទួញយំសោកអីជាមួយគេមួយឯងដែរទៅបាទហើយក៏បន្តមកទៀតហ្នឹងបាទគឺ
អីចប់គឺកន្លងហួសទៅដូចជា6ថ្ងៃ7ថ្ងៃបងប្អូនបាទគឺនៅតាមភូមិនេះគឺស្រាប់តែលឺម៉ូតូសំឡេងម៉ូតូនឹងជិះរាល់យប់អញ្ចឹងណាបងប្អូនបាទគឺទៅប្រែនយ៉ាងទៅហើយដូចមនុស្សដែលនិយាយទូរស័ព្ទមួយស្នេហាអញ្ចឹងណាបាទហើយជិះតាមទៅផ្លូវហើយទាំងដែលឮទៅសលេងម៉ូតូឮទៅសលេងនិយាយដូចមនុស្សជិះម៉ូតូនិយាយទូរស័ព្ទអញ្ចឹងណាបងប្អូនបាទហើយអ្នកភូមិក៏នាំគ្នាខ្លាចនាំគ្នាអីចឹងទៅរីឯសង្សារម្នាក់ប្រុសនឹងវិញក៏មានអារម្មណ៍ថាមានតែគេតាមមើលមានអីអញ្ចឹងណាពេលយប់ឡើងចឹងទៅហើយទូរស័ព្ទហ្នឹងក៏មានសំឡេងមានគេឆាតទៅឆាតអីចឹងទៅណាបាទដោយសារតាម្នាក់ប្រុសហ្នឹងគឺឆាតទៅលេងសង្សារគេអញ្ចឹងទៅបាទដោយសារតែបងប្អូនដឹងហើយមនុស្សតែពេលស្លាប់ទៅគឺអត់ទាន់ដឹងតែខ្លួនឯងស្លាប់ទេដល់តែ7ថ្ងៃអីអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅក៏កន្លែងមលុបដើមឈើហ្នឹងគឺម្នាក់ប្រុសហ្នឹងគឺបានមកចាំម៉ូតូវេនអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយបានម្នាក់ខ្មោចស្រីប្រុសដែលតាមពីមុនហ្នឹងគឺបាត់ហើយម្នាក់ប្រុសហ្នឹងគឺមកចាំម៉ូតូវេនអីអញ្ចឹងទៅសាច់រឿងនេះដែរគឺអត់បានសំដៅទៅលើខ្មោចទេគឺសំដៅទៅលើមនុស្សបងប្អូនមួយចំនួនក៏ដូចជាបងប្អូនខ្លះប្រកាសជាគាត់ធ្លាប់បានឮដែលចាស់និយាយថាពេលដែលយើងដល់វ័យគត់ឆ្នាំគឺគាត់ក៏មិនសូវឲ្យយើងដើរចេញក្រៅផ្ទះផ្ដាស់ទេដោយសារតែខ្លាចមានជួបឧបទ្ទវហេតុណាមួយអញ្ចឹងណាបងប្អូនមើលទៅរូបនេះទាំងអស់គ្នាគឺមានន័យថាបុគ្គលម្នាក់នេះអ្នកជិះម៉ូតូគឺជិះនៅពេលយប់ហើយគាត់គឺជាមនុស្សដែរគត់ឆ្នាំហើយបងប្អូនយើងមកក្លែកមើលទៅខាងក្រោយគឺមានរូបគឺដូចជាអមនុស្សដែរតាមអញ្ចឹងណាបងប្អូនបាទគឺតាមលងបន្លាចដើម្បីឲ្យគាត់នេះភ័យខ្លាចក៏ដូចជាធ្វើឲ្យគាត់ហ្នឹងបាត់អាការគ្រប់គ្រងនៃខ្លួនឯងអញ្ចឹងណាបងប្អូនបាទធ្វើឲ្យគាត់ហ្នឹងបើកបទៅដោយបុកអានេះបុកអានោះបង្កឲ្យគ្រោះថ្នាក់ដល់យកជីវិតអញ្ចឹងទៅបាទអញ្ចឹងបានចាស់និយាយថាពេលដែលគត់ឆ្នាំគាត់យកទៅស្រោចទឹករំដោះគ្រោះដោយសារតែនេះហើយជាហេតុផលដែលបងប្អូនយើងគាត់ដែលហេតុអីបានចេះឆ្ងល់ថាឲ្យទៅគត់ឆ្នាំហ្នឹងម៉ែឪហាម៉ែឪខ្វាត់អញ្ចឹងណានិយាយតាមិនឲ្យចេញទៅក្រៅអញ្ចឹងទៅបាទហើយនេះគឺជាចម្លើយដែលបងប្អូនយើងគ្រប់គ្នាឆ្ងល់អញ្ចឹងណាថ្ងៃនេះadmin យកសាច់រឿងហ្នឹងយកមកនិយាយសម្រាយឲ្យបងប្អូនយើងទាំងអស់គ្នាទស្សនាកុំឲ្យឆ្ងល់ទៀតអញ្ចឹងណាបាទសាច់រឿងរបស់យើងហ្នឹងគឺមិនសូវមានវែងឆ្ងាយដែរទេបងប្អូនហើយមានតែប៉ុណ្្នឹងទេហើយដូចខ្ញុំបាត់ទៅមួយរយៈហ្នឹងគឺមានបញ្ហាបាក់ទឹកចិត្តបន្តិចតួចបងប្អូនបាទកុំភ្លេចបើជួយលើកទឹកចិត្តខ្ញុំកុំភ្លេចជួយចុច like និង subscribe បើកសញ្ញាកណ្ដឹង comment លើកទឹកចិត្តខ្ញុំម្នាក់មួយបងប្អូនចង់ឲ្យខ្ញុំនិយាយពីសាច់រឿងបែបណាទៀតអញ្ចឹងណាបងប្អូនបាទកុំភ្លេច comment ខាងក្រោមផង